ជាស្រ័យបងចុះពេលយើងលេបថ្នាំសម្រស់អាចបិទកៀកពជានេះបានទេបងតាមពិតតាក់ទងជាមួយនឹងការប្រើថ្នាំសម្រស់គឺអត់មានតាក់ទងជាមួយនឹងការបិទកៀកនេះទេមានន័យថាឲ្យតែការប្រើថ្នាំសម្រស់របស់គាត់សមស្របជាមួយនឹងក្បួនវិទ្យាសាស្ត្រគឺអត់មានសារធាតុគីមីដែលខាងក្រសួងសុខាភិបាលហាមឃាត់ឬក៏ថ្នាំសម្រស់ហ្នឹងគឺមានការផលិតត្រឹមត្រូវមានការទទួលស្គាល់ពីក្រសួងត្រឹមត្រូវអត់មានសារធាតុមួយណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពគាត់គឺគាត់ប្រើបានធម្មតាកុំឲ្យតែថ្នាំសម្រស់ដែលគាត់ប្រើហ្នឹងអត់មានច្បាប់ត្រឹមត្រូវអត់មានក្បួនតាមវិទ្យាសាស្ត្រឬក៏មានសារធាតុគីមីមួយចំនួនដែលខាងក្រសួងគាត់ហាមឃាត់មិនឲ្យប្រើប្រាស់គឺវានឹងធ្វើឲ្យគាត់ប៉ះពាល់ដល់សុខភាពអញ្ចឹងនៅពេលដែលគាត់មានបញ្ហាប៉ះពាល់ដល់សុខភាពតាក់ទងជាមួយនឹងការប្រើវិធីបច្ចេកណណាមួយក៏វាអាចប៉ះពាល់ទៅតាមនឹងដូចគ្នាអញ្ចឹងចំពោះកៀកបិទបច្ចេកណនេះគឺសម្រាប់ការពារបងមិនឲ្យមានកូនហើយបិទនៅលើស្បែកខាងក្រៅបើនិយាយពីប្រសិទ្ធភាពគឺការពីរហូតដល់ 99% ហើយចំពោះការប្រើប្រាស់ឲ្យវាមានប្រសិទ្ធភាពខ្ពស់ក៏ដូចជាការពារបានខ្ពស់គឺបងត្រូវបិទឲ្យទៀងទាត់ទៀងពេលវេលាក៏ដូចជាប្រើប្រាស់ឲ្យបានត្រឹមត្រូវក៏ដូចជាមានការប្រឹក្សាឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងប្រើប្រាស់ដើម្បីកុំឲ្យមានបញ្ហាក៏ដូចជាប្រឈមជាមួយនឹងការមានកូនដែលចៃដន្យព្រោះបើក្នុងករណីបងប្រើប្រាស់ឲ្យបានត្រឹមត្រូវម្ដងបាត់ថ្ងៃនេះម្ដងបាត់ថ្ងៃនោះអញ្ចឹងការប្រើប្រាស់នេះក៏វាធ្វើឲ្យប្រសិទ្ធភាពរបស់កៀកហ្នឹងអន់ថយទៅតាមហ្នឹងក៏វាមានហានិភ័យខ្ពស់នៅក្នុងការមានកូនដែរចំពោះកៀកនេះមកប្រអប់នេះគឺមាន3បន្ទះបិទបាន3សប្តាហ៍បិទឲ្យសម្រាប់មួយសប្តាហ៍សិនទើបបន្តប្រអប់ថ្មីចំពោះការប្រើប្រាស់គឺត្រូវបិទថ្ងៃទី1នៃការមករដូវ